បងប្អូនទាំងអស់គ្នានឹងថ្ងៃហ្នឹងខ្ញុំបង្ហាញអំពីការបលែងមាន់ក្រោយពីមេភ្លៀងណាទាំងអស់គ្នានិយាយទៅពេលល្ងាចឡើងអញ្ចឹងយើងបលែងឲ្យវាដើរលេងស៊ីសត្វស៊ីស្វាយទុំអញ្ចឹងណាព្រោះដោយសារនេះជាខែស្វាយនិយាយទៅគឺចូលចិត្តមែនតែនពេលបលែងអញ្ចឹងហើយឲ្យតែមានស្វាយទុំមានបន្លែភាគច្រើនគឺចូលចិត្តណាស់ជាពិសេសគឺមេនឹងស៊ីអត់រើសហ្មងហើយបន្ទាប់ពីមេភ្លៀងអញ្ចឹងទៅយើងមានសត្វល្អិតមានអីឡើងមកពីក្នុងដីគឺវាចូលចិត្តមែនតែនទាំងអស់គ្នាមួយរយៈនេះមាន់ខ្ញុំរៀងតិចព្រោះដោយសារតែខ្ញុំព្យាយាមជំរុះមាន់ខ្សែចេញម្ដងពីអញ្ចឹងណាអ្នកនរគ្នាដើម្បីខ្ញុំបដោតទៅលើការចាំមាន់យកពងសុតខ្ញុំអត់ចង់ឲ្យលាយឡំគ្នាជាមួយនឹងមាន់ខ្សែហើយនឹងមាន់យកពងនិយាយទៅគឺដោយសារតែខ្ញុំស្រឡាញ់ការចាំមាន់យកពងជាងចាគឺលែងគ្នាអត់បានប្រហែលទេគឺជល់គ្នាត្រឡប់ទៅត្រឡប់មកពេញនឹងហើយនិយាយទៅពីរហ្នឹងគឺបងប្អូនគ្នាប៉ុន្តែគឺឲ្យតលែងគឺជល់គ្នាហ្មងជល់ឆ្អែតចឹងរត់ធៀងខ្លួនហ្នឹងនិយាយទៅគឺដងតែពីជល់ហ្មងហើយបលែងពេលល្ងាចឡើងចឹងគឺវាចូលចិត្តដើរស៊ីស្វាយស៊ីសត្វល្អិតហើយវាចេញពីទឹកភ្លៀងមកហើយដែលវាឡើងបន្ទាប់ពីភ្លៀងហើយអញ្ចឹងវាចូលចិត្តដើរស៊ីមែនតានជាពិសេសគឺអាពួកស្ទាវហ្នឹងហ្មងហើយបើមេហ្នឹងវិញគឺនិយាយទៅខ្ញុំចិត្តឡើងឲ្យវាស៊ីអញ្ចឹងព្រោះដោយសារតែវាមើលទៅវា fresh ហើយវាឲ្យពងយើងបានទៀងទាត់មែនតើនិយាយទៅសម្រាប់មេមាន់ខ្ញុំ7មួយថ្ងៃខ្ញុំអាចទទួលពងបានពី5ទៅ6វាអត់ទៀងណាគាត់ថាជាមធ្យមគឺ5សម្រាប់មេ7ក្បាលណាដោយសារតែមេយើងវាមានអាយុរៀងច្រើនដែរចឹងការឲ្យផលរបស់វាក៏វារៀងថយចុះដែរទាំងអស់គ្នាតែទៅឥឡូវខ្ញុំព្យាយាមមែនតើជាមួយនឹងការថែទាំក៏ដូចជាការសម្រិតសម្រាំងដើម្បីភ្ញាស់ពូជមាន់បន្ថែមចឹងណាហើយជាស្ដែងទៅមាន់យើងគឺអាយុវារៀងច្រើនចឹងការឲ្យផលរបស់វាក៏វានៅមានកម្រិតដែរនៅទាំងអស់គ្នាហើយសម្រាប់ពងមាន់ដែលយើងទទួលបានណានេះគឺវាមានពណ៌អត់ក្រហមខ្លាំងទៅដូចជាមួយនឹងពងមាន់នៅលើទីផ្សារនៅទាំងអស់គ្នាព្រោះអីការដែលយើងឲ្យស៊ីគឺឲ្យស៊ីបែបធម្មជាតិយើងអាចបានផ្ដល់ចំណីក្រងឬក៏ជាប្រភេទថ្នាំវីតាមីនដែលជួយឲ្យវាពងល្អឬក៏អីអ្នកនរគ្នាគឺធម្មជាតិសុទ្ធសាធគឺដោយសារតែពងមាន់នេះគឺខ្ញុំញ៉ាំខ្លួនឯងដូចគ្នាអញ្ចឹងអ្វីដែលខ្ញុំចង់បានគឺសុខភាពក៏ដូចជាគុណភាពណាមួយយើងចាំលក្ខណៈគ្រួសារហើយនេះដែរគឺជាមាន់ដែលខ្ញុំទិញពូជមកពីខាងកសិដ្ឋានផ្សេងណាអ្នកនរគ្នានិយាយទៅការខ្ញុំទិញមកមាន5ក្បាលឥឡូវធំហើយនៅសល់តែ2ក្បាលព្រោះដោយសារតែការវានៅតូចហ្នឹងយើងបលែងទៅក៏ដល់វាចាប់ខំណាទាំងអស់គ្នាគេទៅវាខំអស់3ទៅស្ដាយមែនតើហើយធំឡើងគឺល្អខ្លាំងមែនតើអរគុណ